យប់មិញខ្ញុំទៅបន្ទប់របស់ខ្ញុំអត់ទេយប់មិញក្រោយពីខ្ញុំរៀបចំបន្ទប់រួចខ្ញុំក៏ទៅផ្ទះបាត់ទៅមើលទៅខ្ញុំលេបថ្នាំងងុយគេងច្រើនពេកហើយលោកឡូហេតុអីស្រាប់តែសួរអញ្ចឹងខ្ញុំគ្រាន់តែចង់រំលឹកនាងទេបើគ្មានការអនុញ្ញាតពីខ្ញុំកុំចូលបន្ទប់ខ្ញុំអីចាសសំណាងហើយដែលលូហេងមិនចាំរឿងយប់មិញហ្នឹងលោកឡូថ្ងៃនេះកូនស្រីខ្ញុំត្រូវទៅពិនិត្យសុខភាពខ្ញុំសុំច្បាប់កន្លះថ្ងៃបានទេបានអរគុណលោកឡូអាហេងបើសេចក្តីស្រឡាញ់មិនអាចធ្វើឲ្យបងឆ្ពោះទៅមុខបានទេអញ្ចឹងស្អប់អូនចុះមីងរបាយការណ៍ពេទ្យចេញហើយក្រៅពីឡើងឈាមតិចតួចនឹងសុខភាពមីងល្អទាំងអស់មីងកុំបារម្ភអីបើឯងនឹងលូហេងឆាប់រៀបការហើយឲ្យចៅប្រុសឬចៅស្រីមកមីងសប្បាយចិត្តជំងឺឡើងឈាមនឹងក៏បាត់ដែរសុំទោសលោកយាយចៅអត់បានតាំងចិត្តទេក្មេងនេះមិនបានមុខមាត់ដូចលូហេងកាលនៅតូចបេះបិទអញ្ចឹងក្មួយឈ្មោះអីឆ្នាំនឹងអាយុប៉ុន្មានហើយប៉ាម៉ាក់ក្មួយឈ្មោះអីក្មួយឈ្មោះសេងរ៉ូរ៉ូអាយុ6ឆ្នាំម៉ាក់ក្មួយឈ្មោះចេញឲ្យឆ្ងាយទៅមីងក្មេងនឹងកូនកាត់ដែលសេងយួនបង្កើតនឹងណាខ្ញុំឮថានាងមានជំងឺឆ្លងទៀតផងមីងកុំប៉ះវាអីរ៉ូម៉ាក់សេងយួនរ៉ូនេះអត់ទេនាងជាកូនប្តីមុនរបស់ខ្ញុំពួកខ្ញុំនៅត្រូវពិនិត្យសុខភាពទៀតអញ្ចឹងសុំលាហើយតោះក្មេងនេះអាយុ6ឆ្នាំឬមួយនាងពិតជាកូនរបស់លូហេងមែនអ៊ំស្រីអ៊ំគិតច្រើនពេកហើយលូហេងគេអស់ចាម្លេះចុះមិនអាចមានកូនកើតមកចេះតែឈឺអញ្ចឹងទៅរួចខ្ញុំគិតថាសេងយួនបានធ្វើរឿងអាក្រក់ច្រើនពេកហើយអញ្ចឹងទើបព្រះដាក់ទោសកូននាងជំនួសអញត្រឡប់ទៅមុនទៅអញត្រូវទៅជួបលោកនាយកសេងយួនមិនក៏នាងតាមរំខានខ្ញុំម្លេះនេះជាសក់របស់សេងរ៉ូរ៉ូជួយពិនិត្យណាឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានខ្ញុំចង់ដឹងថាតើនាងជាកូនរបស់លូហេងដែរឬអត់អ៊ំយកវាមកពីណាកុំខ្វល់ពីរឿងនឹងអីខ្ញុំឮថារ៉ូរ៉ូជាកូនរបស់សេងយួននិងអតីតស្វាមីរបស់នាងតើចុះមិនក៏អ៊ំនៅតែចង់ធ្វើតេស្តទៀតរ៉ូរ៉ូមុខដូចលូហេងខ្លាំងណាស់កាលគេនៅតូចទាំងរបៀបនិយាយនិងរបៀបដើរគឺដូចគ្នាបេះបិទហ្មងខ្ញុំមានអារម្មណ៍ថារ៉ូគឺជាឈាមជ័រគ្រួសារលូរបស់យើងបានតើមនុស្សអាចមើលខុសតែវិទ្យាសាស្ត្រមិនខុសទេពេលលទ្ធផលតេស្តចេញមកខ្ញុំនឹងឲ្យជំនួយការរបស់ខ្ញុំយកទៅឲ្យអ៊ំនៅផ្ទះផ្ទាល់តែម្ដងមិនទាន់យកវាមកទៀតម៉ាក់ថ្ងៃនេះមានភ្ញៀវមែនទេអញបានឲ្យលោកនាយកលើធ្វើតេស្តសម្រាប់ឯងនិងសេងរ៉ូរ៉ូអ្នកស្រីលូអ្នកស្រីមិនបានសុំការអនុញ្ញាតពីខ្ញុំផងមិនអ្នកស្រីអាចធ្វើអញ្ចឹងបានអញមិនចង់ឲ្យឈាមជ័រគ្រួសារលោកធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃទេរ៉ូរ៉ូមិនមែនទេវាតែងតែមានភាគរយសង្ឃឹមអញមិនចង់ឲ្យមានមន្ទិលសង្ស័យទេលោកស្រីលូនេះគឺជាឯកសារដែលប្រធានលីផ្ញើមកលោកស្រីគាត់ផ្ដាំថាលោកស្រីគួរតែបើកវាដោយខ្លួនឯងតើខ្ញុំនឹងត្រូវបាត់បង់រ៉ូរហូតមែនទេហេតុអីវាទៅជាអញ្ចឹងបានរੂមុខមាត់ដូចកូនឯងយ៉ាងនេះហេតុអីនាងមិនមែនជាកូនឯងទៅវិញប្រកាសណាស់គឺដោយសារតែខ្ញុំបានដូររបាយការណ៍ធ្វើតេស្តដណានឹងតើនេះពិតជារបាយការណ៍ធ្វើតេស្ត DNA របស់លូហេងនិងសាំងរ៉ូរ៉ូមែនខ្ញុំដឹងតាំងពីដំបូងថាតាប្រកាច់នឹងហ៊ានធ្វើដល់ថ្នាក់ហ្នឹង
មីចង្រៃសាំងយូអាននាងពិតជាលួចបង្កើតកូនឲ្យលូហេងមែនសាំងយូអាននាងឯងកុំសង្ឃឹមថានឹងអាចយកមីក្មេងចង្រៃសាំងរូរូនោះមកជានុយដើម្បីបានជួបគ្នាវិញជាមួយលូហេងឲ្យសោះមីងខ្ញុំប្រាប់ហើយតើថាមីងគិតច្រើនពេកឥឡូវមីងជឿខ្ញុំនៅមើលទៅខ្ញុំប្រហែលជាគិតច្រើនមែនមនុស្សដូចជានាងឯងមិនស័ក្តិសមនឹងពោះកូនរបស់ត្រកូលលូទេមើលទៅដូចជាមានអ្នកដូរគំរូទេសឬក៏របាយការណ៍ធ្វើទេសបាត់ទៅហើយរឿងអស់នឹងលែងសំខាន់ទៀតហើយសំខាន់គឺដោយសាររបាយការណ៍คล้ายៗនេះរੂអាចនៅក្បែរខ្ញុំរហូតអាហេងខ្ញុំមើលថាក្រុមហ៊ុនលូគ្រប់នឹងរៀបចំការប្រកួតបាក់អូនក៏ចង់ចូលរួមដែរបានអត់បានតើឲ្យតែអូនយកបានមេដាយមាសពួកយើងនឹងរៀបការបងនិយាយមែនហ៎បងនិយាយពាក្យណាគឺពាក្យហ្នឹងយួនសល់តែ3ថ្ងៃទៀតទេដល់ថ្ងៃប្រកួតបាក់ហើយការងារបាក់របស់អញទៅដល់ណាហើយចិត្តរួចរាល់ហើយនេះជាការបាក់សងខាងដែលមានម៉ូដ3ផ្សេងគ្នាយួនអញដឹងស្រាប់ហើយទេពក៏សល់បាក់របស់អញពិតជាគ្មានអ្នកប្រៀបបានមែនខេនគីអញដោះស្រាយរឿងនឹងយ៉ាងម៉េចខ្វាន់ជាម៉ាកប្រណេតល្បីល្បាញលំដាប់អន្តរជាតិឲ្យតែរោងជាងប៉ាក់យេនឃីវរបស់យើងជួយជួសជុលស្នាដៃប៉ាក់ដែលខូចនេះបានការសហការនឹងមិនមានបញ្ហាអ្វីឡើយប៉ុន្តែឯងមិនត្រឹមតែមិនអាចជួសជុលវាបានទេថែមទាំងធ្វើឲ្យវាធ្លុះទៀតសល់ពេលតែ1ម៉ោងទៀតទេមុនពេលពួកគេមកត្រួតពិនិត្យឲ្យខ្ញុំបកស្រាយយ៉ាងម៉េចទៅខ្ញុំសុំទោសថៅកែខ្ញុំពិតជាប្រឹងអស់ពីសមត្ថភាពហើយខ្វាន់នេះណាសំណងគឺរហូតដល់ទៅ5លានឯណោះរោងជាងប៉ាក់យេនឃីវលើកនេះប្រហែលជាត្រូវបិទទ្វារជារៀងរហូតហើយឲ្យខ្ញុំសាកបានអត់នាងជាអ្នកណាខ្ញុំជាបុគ្គលិកគិតម៉ោងថ្មីខ្ញុំឈ្មោះសេងយួននាងឯងជាបុគ្គលិកគិតម៉ោងសោះនាងឯងដឹងអីពីការប៉ាក់ឈប់គិតទៅដល់ថ្នាក់នេះទៅហើយសាកល្បងមើលសិនទៅសាកធ្វើមើលទៅបានសម្រេចឬអត់ក៏មិនអីដែរមើលសិនទៅការជួសជុលនឹងយ៉ាងម៉េចហើយមួយនេះខ្ញុំមិនដែលឃើញបច្ចេកទេសជួសជុលល្អឥតខ្ចោះចឹងសោះហ្មងមើលមិនឃើញស្នាមជួសជុលសោះកញ្ញាសេងនាងបានជួយសង្គ្រោះរោងជាងប៉ាក់យេនឃីវហើយបើនាងមិនយកទាស់ទេមកធ្វើការនៅទីនេះមកកូនស្រីខ្ញុំកំពុងឈឺនាងត្រូវសម្រាប់ពេទ្យញឹកញាប់ខ្ញុំប្រហែលជាមិនអាចមកទីនេះទេយល់ហើយអញ្ចឹងបើមានពេលនាងអាចមកធ្វើការក្រៅម៉ោងនៅទីនេះបានប្រាក់ខែក៏មិនតិចដែរអរគុណលោកហើយលោកវេនឈួនខ្ញុំពិតជាអរគុណលោកណាស់ដែលបានឲ្យការងារខ្ញុំឲ្យខ្ញុំអាចរកប្រាក់ចំណូលបានពេលដែលខ្ញុំត្រូវការខ្លាំងបំផុតគ្រាន់តែស្ដាយម្យ៉ាងមានទេពកោសល្យប៉ាក់កម្រិតនាងថ្ងៃមុខច្បាស់ជាคล้ายជាកម្ពុជាអ្នកប៉ាក់មិនខានលោកក៏ដឹងខ្ញុំមិនចង់ធ្វើជាកម្ពុជាអ្នកប៉ាក់អីទេខ្ញុំគ្រាន់តែចង់រកលុយឲ្យបានច្រើនដើម្បីវះកាត់កូនខ្ញុំប៉ុណ្ណោះកុំបារម្ភអីស្នាដៃប៉ាក់របស់នាងច្បាស់ជាបានពីនមាសហ្មងសេងយួននាងឯងគ្រាន់តែជាអ្នកអនាម័យរៀនមិនទាំងចប់មហាវិទ្យាល័យផងអញមិនឲ្យនាងឯងឡើងជាន់ក្បាលអញទេហើយក៏មិនឲ្យនាងឯងឈ្នះពីនមាសនឹងដែរកុំបារម្ភអីខ្ញុំបានរូបថតអស់ហើយចាំខ្ញុំវីលុយចូលកណនីធនាគារឲ្យណាសាំងយូអានឯងចង់មកររាំងមិនឲ្យខ្ញុំរៀបការជាមួយលូហេងហ៎បើអញ្ចឹងកុំធ្វើថាខ្ញុំគ្មានប្រណីឲ្យសោះដើម្បីកុំឲ្យឯងងើបមុខរួចទៅទៀត
ម៉ូអូនវឹកហាត់ជាមួយគ្រូប៉ាក់រាប់ទសវត្សរ៍មកហើយលើកនេះអូនត្រូវតែយកមេដាយមាសឲ្យបានណាម៉ូលូហេងជាគូដណ្ដប់អូនហើយអ្នករៀបចំការប្រកួតនេះគឺជាក្រុមហ៊ុនលូគ្រប់តាមយោបល់បងនេះមិនមែនជាការប្រកួតទេតែជាវេទិកាបង្ហាញមុខរបស់អូនឯងហ្មងលោកម៉ាក់និងលោកប៉ាប្រលឹងអ្នកទាំងពីរនៅឋានស៊ូកូជួយតាមថែរក្សាកូនឲ្យឈ្នះមេដាយមាសផងណានាងច្បាស់ជាសាំងយូអានហើយលឺថាឲ្យតែបានលុយគឺអត់ខ្វល់ពីរឿងខ្មាស់អៀនអីទាំងអស់មែនទេស្បែកជើងខ្ញុំប្រឡាក់បន្តិចហើយបើអូនឯងសុកចិត្តលេងឲ្យស្អាតខ្ញុំនឹងឲ្យលុយ10000ខ្ញុំមកប្រកួតទេសូមកុំមើងងាយខ្ញុំអីនាងឯងជាអ្នកណាគេហ៎មើលសម្លៀកបំពាក់ឡើងសុទ្ធតែគ្រាប់អុចអស់ហើយបើមិនស្លៀក10ឆ្នាំក៏ប្រហែល8ឆ្នាំដែរពួកយើងឲ្យលុយទៅទិញខោអាវថ្មីសោះចង់ធ្វើជាអត់ដឹងគុណសោះមិនបាច់ទេមនុស្សថ្នាក់ទាបដូចជានាងមានវាសនាកើបសម្រាមតាមថ្នល់ទេមានសិទ្ធអីមកប្រកួតជាមួយម៉ូឆាប់ដកខ្លួនចេញពីការប្រកួតឥឡូវនេះទៅដើម្បីកុំឲ្យមុខទឹកក្រហាយពេកទោះបីជាយ៉ាងណាក៏ខ្ញុំមិនដកខ្លួនដែរបើហ៊ានបដិសេធមិនផឹកស្រាស្វាទេត្រូវតែផឹកស្រាពីនៃនេះហើយ